នៃការផ្សព្វផ្សាយជំរុញការប្រើប្រាស់ស្រោមអនាម័យឲ្យបាន100%និងបង្ក្រាបការយល់ដឹងពីវិធានការបង្ការការឆ្លងមេរោគអេដស៍ជំងឺអេដស៍និងជំងឺកាមរោគនៅលើផ្លូវថ្មើរជើងចតុមុខនាថ្ងៃទី22ខែសីហាឆ្នាំ2026លោកវេជ្ជបណ្ឌិតងីមានហេងប្រធានមន្ត្រីសុខាភិបាលរាជធានីភ្នំពេញបានគូបញ្ជាក់ថាការឆ្លើយតបនឹងមេរោគអេដស៍ជំងឺអេដស៍គឺជាការចូលរួមគ្រប់ពហុវិស័យនិងជាចរន្តតែមួយលោកវិជ្ជបណ្ឌិតងីមានហេងបានបញ្ជាក់ថាកម្ពុជាត្រូវបានអង្គការសហប្រជាជាតិប្រកាសទទួលស្គាល់ជាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទទួលបានជោគជ័យក្នុងការសម្រេចបានគោលដៅ95មុនកាលកំណត់ជាជោគជ័យនៃការឆ្លើយតបមេរោគអេដស៍នៅកម្ពុជាទោះជាយ៉ាងណាយើងទាំងអស់គ្នានៅតែបន្តបេសកកម្មនិងរក្សាសមិទ្ធផលដែលទទួលបាននេះជារៀងរហូតលទ្ធផលនេះជាផុសតាងស្ដែងចេញពីប្រសិទ្ធភាពនៃការដឹកនាំនិងការអនុវត្តគោលនយោបាយរបស់កម្ពុជាលោកប្រធានមន្ត្រីសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ទៀតថាយុទ្ធនាការនេះធ្វើឡើងដើម្បីជំរុញឲ្យប្រើប្រាស់ស្រោមអនាម័យ100%និងបញ្ជ្រាបការយល់ដឹងពីវិធានការបង្ការការឆ្លងមេរោគអេដស៍ជំងឺអេដស៍ទៅដល់បងប្អូនយុវជនសាធារណជនទូទៅឲ្យយល់ច្បាស់ពីហានិភ័យនៃមេរោគអេដស៍ចូលរួមក្នុងការបង្ការទប់ស្កាត់ការចម្លងមេរោគអេដស៍ពីដៃគូរួមភេទដោយជំរុញឲ្យប្រើប្រាស់ស្រោមអនាម័យឲ្យបាន100%រួមនឹងវិធីសាស្ត្របង្ការផ្សេងទៀតប្រសិនបើសង្ស័យផ្ទុកមេរោគអេដស៍សូមទៅធ្វើតេស្តរកមេរោគអេដស៍នៅមន្ទីរពេទ្យមណ្ឌលសុខភាពអង្គការជាដៃគូតាមសហគមន៍និងអាចកក់យកកញ្ចប់ធ្វើតេស្តដោយខ្លួនឯងតាម Food Panda ដែលដឹកជូនដល់ទីតាំងបានស្រោមអនាម័យអាចបង្ការការឆ្លងមេរោគអេដស៍កាមរោគនិងការមានផ្ទៃពោះដោយចៃដន្យក្នុងឱកាសនោះឯកឧត្តមពេញធីរមអភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្តមខួងស្រេងអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានីភ្នំពេញបានបញ្ជាក់ថាកត្តាជោគជ័យសម្រាប់គោលដៅ95មុនកាលកំណត់បានមកពីការឆ្លើយតបរួមគ្នាជាពហុវិស័យព្រមគ្នាជាធ្លុងមួយរួមកម្លាំងគ្នាបង្កើតជាចរន្តជាតិតែមួយទប់ស្កាត់ការរីករាលដាលមេរោគអេដស៍និងឈានទៅបញ្ចប់អេដស៍ស្របតាមគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ2023-2028ជាមួយគ្នានេះត្រូវរួមគ្នាលុបបំបាត់ការមាក់ងាយរើសអើងដល់អ្នកផ្ទុកមេរោគអេដស៍ដែលជាសារមួយមានឥទ្ធិពលបំផុតក្នុងការបង្ការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍លោកអភិបាលរងក៏បានធ្វើការគូបញ្ជាក់ថារាជរដ្ឋាភិបាលក្នុងអាណត្តិទី7នៃរដ្ឋសភានៅតែបន្តចាត់ទុកការឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍ជាការងារអាទិភាពក្នុងយុទ្ធនាការនេះឯកឧត្តមអភិបាលរងក៏បានអំពាវនាវឲ្យចូលរួមជាធ្លុងមួយបង្ការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ជំងឺអេដស៍តាមរយៈពង្រឹងនិងពង្រីកការអប់រំផ្សព្វផ្សាយអំពីមេរោគអេដស៍ជំងឺអេដស៍ឲ្យបានទូលំទូលាយដល់ប្រជាជនទូទៅស្ត្រីមានផ្ទៃពោះក្រុមប្រឈមជាពិសេសក្រុមយុវវ័យឲ្យយល់ដឹងពីហានិភ័យនៃការចម្លងមេរោគអេដស៍និងប្រញាប់ធ្វើតេស្តរោគមេរោគអេដស៍ឲ្យបានទាន់ពេលវេលាក្នុងករណីមានការសង្ស័យនៅតាមមូលដ្ឋាននិងនៅសហគមន៍ចូលរួមលុបបំបាត់ការមាក់ងាយរើសអើងបញ្ជ្រាបការយល់ដឹងមេរោគអេដស៍ជំងឺអេដស៍ជាមួយគ្នានេះឯកឧត្តមទាផាឡាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍បានគូសបញ្ជាក់ថារដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតឲ្យធ្វើយុទ្ធនាការខាងលើនេះគឺជាការរំលឹកឡើងវិញដើម្បីឆ្លើយតបនៅបំណងប្រាថ្នារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតថាត្រូវបញ្ចប់អេដស៍ក្នុងឆ្នាំ2030មានន័យថាបន្ថយពី3នាក់មកត្រឹម1នាក់ដោយប្រើប្រាស់ស្រោមអនាម័យឲ្យបានទៀងទាត់ខណៈកន្លងមកនេះដោយសារតែការប្រើស្រោមអនាម័យអាចបញ្ជៀសការចម្លងមេរោគអេដស៍បានច្រើនណាស់រហូតទៅដល់កន្លះលាននាក់គឺមិនឆ្លងអេដស៍ទេដែលពិតជាជោគជ័យខ្លាំងមែនទែនបន្ថែមពីលើនេះឯកឧត្តមបានអបអរសាទរបន្ទាប់ពីកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ9នៅទូទាំងពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍គួរឲ្យដឹងដែរថាព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញគោលដៅ95 នៅឆ្នាំ2030មានន័យថា95%ទី1នៃអ្នកផ្ទុកមេរោគអេដស៍ត្រូវបានធ្វើរោគវិនិច្ឆ័យ95%ទី2នៃអ្នកដែលបានធ្វើរោគវិនិច្ឆ័យបានទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍95%ទី3នៃអ្នកបានទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍មានផ្ទុកមេរោគអេដស៍ត្រូវបានបង្ក្រាបសូមរំលឹកថាប្រទេសកម្ពុជារកឃើញមេរោគអេដស៍ជាលើកដំបូងនៅឆ្នាំ1991នៅសម័យនោះប្រជាជនមិនទាន់មានការយល់ដឹងពីមេរោគអេដស៍នៅឡើយ
ក្រមមលុបសន្តិភាពនឹងប្រកបដោយការអភិវឌ្ឍជាប់ជាប្រចាំក្នុងរយៈពេលជាង30ឆ្នាំនេះព្រះរាជាណាចក្រកម្ពុជាបានឆ្លើយតបការរីករាលដាលនៃមេរោគអេដស៍ប្រកបដោយភាពជោគជ័យ